ជំរាបសួរខ្ញុំបាទជាម្ចាស់ហាង Moon Setup Studio ហើយថ្ងៃនេះខ្ញុំមកនិយាយពីរឿង monitor ដែលមាននៅក្នុងហាង Moon Setup របស់ខ្ញុំហើយមានដូចជា model G6, G5, G8, G9 ដែលពេញនិយមខ្លាំងសម្រាប់បងប្អូនដែលគាត់ជាអ្នកកាត់តវីដេអូឬក៏អ្នក design ឬក៏អ្នកលេង game ផងដែរឥឡូវនេះខ្ញុំមកនិយាយពី model monitor Odyssey OLED ដែលមាននៅក្នុង stock ស្រាប់ហើយ model ដំបូងគេគឺខ្ញុំចង់ mention ហ្នឹងគឺ G5 OLED ដែលតុំចេញថ្មីហ្នឹងដែលវាមាន resolution 2K ហើយនឹង refresh rate 180Hz ហើយមកជាមួយនឹង OLED screen ហើយក្នុងតម្លៃធូរទៀតអញ្ចឹងបង starter សម្រាប់ប្រើ OLED ដំបូងអីបងអាចពិចារណា G5 បានហើយបន្តមកទៀតមាន G6 មាន2ប្រភេទ2 spec មាន refresh rate 240Hz និង refresh rate 360Hz អញ្ចឹងបងអាច enjoy តាម model មួយដែលបងចង់បានហើយ resolution ក៏វា 2K ដែរមកជាមួយនឹង matte screen ការ design ក៏វា premium ដែរព្រោះវាមាន silver ពីក្រោយបើ spec 360Hz វាមានភ្លើងពីក្រោយសម្រាប់ synchronize ជាមួយនឹង content ដែលយើង display នៅលើ monitor នឹងស្រាប់ទៀត G8 គឺជាប្រភេទ monitor 32 inch ប៉ុន្តែវាផ្ដល់មក resolution ដល់ទៅ 4K ហើយមកជាមួយ refresh rate 240Hz ពេញទៀតអញ្ចឹងវាមាន run HDMI 2.1 វាមាន display port full option ហ្មងសម្រាប់បងអ្នកបង្កើត content ផងអ្នកលេង game ផងមកជាមួយនឹង anti glare អត់ចាំងអត់អីវា matte display ហើយវា add smart មកជាមួយទៀត model ដែលចុងក្រោយគេគឺ G9 ដែលខ្ញុំកំពុងប្រើនេះយើងអានេះ focus លើ gaming វាច្រើនប៉ុន្តែ G9 ក៏វាមក3 spec ដែរspec ទី1គឺ49 inch មកជាមួយនឹង refresh rate 144Hz ហើយក៏មាន 240Hz ហើយក៏មានអា model ចុងក្រោយដែលថ្លៃជាងគេហ្នឹងគឺ 240Hz ហើយបូកជាមួយនឹង smart feature ទៀតអញ្ចឹងគឺវាមកតាមជំនឿរបស់បងហើយតាមប្រភេទតម្លៃខុសៗគ្នាអញ្ចឹងណាហើយមួយទៀតសំខាន់ពិសេសជាងគេដែលខ្ញុំចង់ mention ហ្នឹងគឺការ warranty របស់ Samsung ល្អខ្លាំងមែនទែន3ឆ្នាំពេញរួមទាំង OLED burn in អញ្ចឹងបើមានករណី burn in ព្រោះ OLED ទូទៅគេ normally គេល្បីរឿង OLED burn in ដោយសារយើងប្រើបើកចោល screen យូរទៅវា burn screen អីចឹងប៉ុន្តែ Samsung ល្អមែនតើគឺមាន cover burn in warranty នៅក្នុង3ឆ្នាំទៀតតែប៉ុត model Samsung មិនមែនមានតែ OLED display ទេវាមានទាំង IPS មានទាំង VA ទៀតសម្រាប់ gaming សម្រាប់ price point ខុសៗគ្នាអញ្ចឹងណាបងអញ្ចឹងបើបងឲ្យខ្ញុំនិយាយទាំងអស់ហ្នឹងគ្រប់ model ទាំងអស់គឺវីដេអូវែងខ្លាំងអញ្ចឹងបើបងចង់បានការ consult ផ្សេងៗឲ្យត្រូវហ្មងបងចង់បាន spec detail ខ្លាំងជាងហ្នឹងទៀតគឺមកហាងមកខាងពួកខ្ញុំមានដាក់monitor Samsung ដាក់ឲ្យជូនបងតេស្តហើយ consult ជាមួយបងទៀតធ្វើម៉េចឲ្យត្រូវការងារបងបើឲ្យខ្ញុំនិយាយក្នុងវីដេអូច្រើនពេកនិយាយអត់អស់ទេហើយទីតាំងរបស់ខ្ញុំក៏នៅម្ដុំបាក់ទូកជ័យតាវីនេះឯងអញ្ចឹងបងមានតម្រូវការអាចតាក់ទងមក Moon Setup បានតាក់ទងទាំងឆាតក៏បានតាក់ទងមកផ្ទាល់ហ្មងក៏បាន